ខ្ញុំបង្ហាញពីវិធីធ្វើមីឆាត្រីខហ្នឹងគ្រឿងផ្សំមានខ្ទឹមក្រហមយើងហាន់វាបែបហ្នឹងខ្ទឹមសកញ្ច្រាំម្ទេសសាក់ខ្ទឹមត្រីខចំនួន1កំប៉ុងហើយនឹងមីចំនួន3កញ្ចប់អញ្ចឹងមីខ្ញុំយកទៅត្រាំទឹកឲ្យវារាងទន់អញ្ចឹងណាបន្ទាប់មកខ្ញុំនឹងយកវាទៅឆានៅពេលដែលខ្ទះក្តៅហើយគឺយើងដាក់ប្រេងសណ្តែកចូលមកល្មមទៅហើយយើងបំពងខ្ទឹមសនិងខ្ទឹមក្រហមខ្ទឹមក្រហមនិងខ្ទឹមសវាក្រៀមហើយយើងដាក់ស្ករចូលបន្តិចណាហើយទឹកត្រីចូលបន្តិចទៅប្រេងខ្យងឬក៏ប្រេងក្រុំណាហើយទឹកស្អ៊ីវបន្តិចរួចហើយយើងដាក់ត្រីខចូលមួយកំប៉ុងយើងបំបែកមួយទៅឲ្យវាមានជាតិត្រីខ្លះហើយយើងដាក់ម្ទេសចូលហើយយើងដាក់អំបិលបន្តិចបានហើយព្រោះយើងមានទឹកត្រីទឹកស្អ៊ីវនិងម្សៅស៊ុបបន្តិចរួចហើយយើងដាក់មីចូលយើងឆាច្របល់ចូលគ្នាឲ្យស្លាប់ទៅបើយើងចង់ដាក់ស្ពៃក្តោបឬក៏តកួនតាមចំណូលចិត្តយើងអាចដាក់បានណាហើយយើងទុកឲ្យមីនឹងចូលជាតិជាមួយនឹងគ្រឿងរបស់យើងបន្តិចសិននេះចុងក្រោយគឺយើងដាក់ខ្ទឹមចូលណាមីឆាត្រីខខ្ញុំគឺរួចរាល់ហើយ